ប្រើទៅឆាប់ខូចហេតុអីបាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមបង្ហាញជូនពុកម៉ែបងប្អូននៅបទពិសោធន៍ក៏ដូចជាការចែករំលែកនៅកន្លឹះក៏ដូចជាចំណេះដឹងក្នុងការប្រើប្រាស់ឆាច់ controller ណាហៅថាដុំសាកសូឡាបាទអញ្ចឹងមានបងប្អូនយើងជាច្រើនបាទតែងតែសួរនាំមកកាន់ខ្ញុំជាអ្នកលក់ណាថាអូនអើយបងអូនអើយជាងអើយមិនបាន controller ប្រើទៅវាឆាប់ខូចម៉េះទោះបីទិញអាថ្លៃប៉ុន្មានក៏នៅតែឆាប់ខូចដែរអញ្ចឹងថ្ងៃនេះសូមចេញមកបង្ហាញជូនក៏ដូចជាបកស្រាយនៅចម្ងល់ជូនពុកម៉ែបងប្អូនខ្លះទុកជាទុនសម្រាប់ប្រើប្រាស់ថ្ងៃក្រោយដើម្បីកុំឲ្យខូចបាទជាទូទៅយើងទិញ charge controller យើងត្រូវមើលនៅលើនេះប្រភេទ30 ampere សាកអគុយ12 24 V ហើយភ្លើងចូលខ្ពស់បំផុតតង់សងគឺបាន50 V សម្រាប់អគុយ12 V គឺបាន1390 W ទេអគុយ24 V បាន780 W 780 W នោះគឺផ្ទាំងសូឡាអញ្ចឹងផ្ទាំងសូឡាបើសិនជាប្រភេទ710 W 720 W យកមកសាកបើយើងសាកអគុយ24 V គឺអូខេអគុយ24 V ពីនេះតជាសេរីទៅគឺបាន24 V តែបើអគុយដូចអានេះ12 V អញ្ចឹងប្រភេទ30 ampere នេះអត់អាចយកទៅសាកជាមួយអគុយ12 V ផ្ទាំង4-500 W បានទេគឺប្រើបានតែត្រឹម390 W ប៉ុណ្ណោះមួយទៀតកត្តាដែលធ្វើឲ្យឆាប់ខូចមួយទៀតនោះគឺពាក់ព័ន្ធនឹងវ៉លនេះវ៉លសូឡាចូលណាអញ្ចឹងផ្ទាំង300 W សេរីខ្លះចេញ30-40 V សេរីខ្លះចេញតែ20 V ជាងទេអញ្ចឹងអា20 V ជាងហ្នឹងប្រភេទសេរីចាស់និយាយទៅប្រភេទដុំប្រភេទ PWM ហ្នឹងផ្ទាំងសូឡាដែលចេញ20 V ជាងហ្នឹងគឺគេធ្វើតម្រូវសាកអគុយ12 V ហ្នឹងហើយប៉ុន្តែផ្ទាំងឥឡូវចេញដល់400 550 700 800 W អីចឹងទៅភ្លើងដែលចេញលើនេះភ្លើងដែលចេញពីសូឡាមកគឺ40 V ជាងទៅ50 V ស្ដើង51 52ទៅពេលដែល open ណាពេលដែលអត់មានភ្ជាប់មួយឧបករណ៍អីផ្សេងគឺយើងវាស់ទៅគឺ50 V ជាង51 52ចឹងទៅអញ្ចឹងពេលដែលយើងប្រើពេលដែលថ្ងៃអត់សូវក្តៅ controller នេះអត់អីទេតែនៅពេលដែលថ្ងៃនេះក្តៅ controller នេះញាក់ត្រឹកហើយអាហ្នឹងមូលហេតុដែលប្រើទៅវាឆាប់ខូចដោយសារតែពេលដែលយើងយកទៅសាកអាគុយជាមួយនឹងផ្ទាំងធំវ៉លវាចេញ50 V ប៉ុន្តែអាគុយនេះទទួលបានតែ50 V ទេដុំសាកនេះទទួលបាន50 V ទេអាហ្នឹងទី1មួយទៀតពាក់ព័ន្ធនឹងវ៉ាត់តូចទេសូឡាវ៉ាត់ក៏អត់ខ្ពស់ដែរ250 W ទេប៉ុន្តែវាចេញ50 V អញ្ចឹងបញ្ជាក់ជូនពុកម៉ែបងប្អូនតាមការណែនាំពីរោងចក្រប្រភេទ PWM នេះគឺប្រើប្រាស់សាកអគុយ12 V វាត្រូវការភ្លើងតែ25 V ខ្ពស់បំផុតអីសម្រាប់អគុយ12 V ដូចអានេះណាប្រើភ្លើងតែ20 V 23 V 25 V គឺខ្ពស់បំផុតហើយតែលើសពីហ្នឹងពេលដែលមេឃក្តៅខ្លាំងភ្លើងចេញពេញកម្លាំង V ដល់30-40 V គឺ controller នេះធ្វើទុកដូចគ្នាអញ្ចឹងមានពីរកត្តាហ្នឹងឯងដែលធ្វើឲ្យការប្រើប្រាស់របស់ពុកម៉ែបងប្អូនឆាប់ខូចទិញទៅប្រើមិនបានថ្ងៃខូចមិនបានថ្ងៃខូចអញ្ចឹងអាហ្នឹងគ្រាន់តែជាកន្លឹះឬក៏ជាបទពិសោធន៍ពីរចំណុចដែលខ្ញុំចែករំលែកជូនពុកម៉ែបងប្អូនបាទបើសិនមានចម្ងល់ផ្សេងអាចទំនាក់ទំនងសួរនាំបានបាទសូមអរគុណ